មូលហេតុនិងហេតុផលដែលសង្គ្រាមចំនួន3ដែលបានកើតឡើងគឺសង្គ្រាមរុស្ស៊ីអ៊ុយក្រែនសង្គ្រាមអាមេរិកអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់និងសង្គ្រាមឈ្លានពានថៃមកលើប្រទេសកម្ពុជាសង្គ្រាមទាំង3នេះគឺកំពុងតែកើតឡើងមិនទាន់បិទបញ្ចប់នោះទេដូច្នេះខ្ញុំលើកយកនៅមូលហេតុនិងលំដាប់រឿងយកមកជម្រាបជូនប្រិមិត្តហេតុផលអ្វីដែលផ្ដើមឲ្យមានលេសនៃការផ្ដើមសង្គ្រាមទាំង3នេះខ្ញុំនឹងជម្រាបជូនប្រិមិត្តអំពីហេតុផលនៃសង្គ្រាមនីមួយៗផលលំបាកនិងផលប៉ះពាល់ពីសង្គ្រាមនីមួយៗផ្ដើមដំបូងខ្ញុំចង់ជម្រាបជូនប្រិមិត្តអំពីសង្គ្រាមរុស្ស៊ីអ៊ុយក្រែនប្រទេសរុស្ស៊ីបានលើកហេតុផលថាប្រទេសអ៊ុយក្រែនចូលជាមួយនឹងអង្គការ NATO និងអ៊ុយក្រែនបានសម្លាប់រង្គាលពលរដ្ឋដែលមានដើមកំណើតពីប្រទេសរុស្ស៊ីនៅតំបន់ដុនបាសហេតុផលទាំងពីរនេះហើយដែលធ្វើឲ្យប្រទេសរុស្ស៊ីបានលើកទ័ពរហូតដល់40,000នាក់ឯណោះបើកធ្វើប្រតិបត្តិការវាយមកលើប្រទេសអ៊ុយក្រែនដោយបើកសមរភូមិជាង 1000 គីឡូម៉ែត្រវាយចូលប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃទី24ខែកុម្ភៈឆ្នាំ2022មកម្លេះសង្គ្រាមមួយនេះអូសបន្លាយមកទល់នឹងពេលនេះគឺមានរយៈពេល5ឆ្នាំហើយសង្គ្រាមនៅតែពេញបន្ទុកការវាយប្រហារគ្នារវាងរុស្ស៊ីអ៊ុយក្រែនសង្គ្រាមមួយនេះគឺជាសង្គ្រាមដែលកើតឡើងនៅលើទឹកដីរបស់ប្រទេសអ៊ុយក្រែនឥឡូវខ្ញុំជម្រាបប្រិមិត្តដោយត្រួសបន្តិចអំពីការខាតបង់របស់ប្រទេសអ៊ុយក្រែនពីសង្គ្រាមនេះដែលមានរយៈពេល5ឆ្នាំមកនេះនៅក្នុងនោះប្រទេសអ៊ុយក្រែនបានស្លាប់និងរបួសកងទ័ពរបស់ខ្លួនជាងកន្លះលាននាក់ឯណោះដែលធ្វើឲ្យពលរដ្ឋអ៊ុយក្រែនស្លាប់ចំនួន 15,000 នាក់និងពលរដ្ឋអ៊ុយក្រែនប្រមាណជាង10លាននាក់ដែលរត់ភៀសខ្លួនទៅកាន់ក្រៅប្រទេសនិងភៀសខ្លួននៅក្នុងទឹកដីរបស់ប្រទេសអ៊ុយក្រែនដែលចល័តពីទីតាំងសង្គ្រាមទៅរកទីតាំងដែលមានសុវត្ថិភាពនៅក្នុងនោះដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនខាតបង់ចំនួន195,000 លានដុល្លារដើម្បីស្ដារប្រទេសអ៊ុយក្រែនឡើងវិញអ៊ុយក្រែនត្រូវការថវិការហូតដល់588,000 លានដុល្លារឯណោះនិងប្រើរយៈពេលនៃការស្ថាបនាប្រទេសនេះយ៉ាងហោចពីចន្លោះ10ទៅ30ឆ្នាំដើម្បីស្ដារប្រទេសអ៊ុយក្រែនឲ្យដូចមុនសង្គ្រាមឡើងវិញនេះបើយោងទៅតាមរបាយការណ៍ខ្លះៗរបស់អង្គការសហប្រជាជាតិនិងតាមប្រភពសារព័ត៌មាន Al Jazeera និង Reuters សង្គ្រាមមួយនេះបានធ្វើឲ្យ GDP របស់ប្រទេសអ៊ុយក្រែនធ្លាក់ចុះរហូតដល់ 21% បើប្រៀបធៀបប្រទេសមួយនេះមុនសង្គ្រាមនេះគឺជាសង្គ្រាមទី1ដែលរុស្ស៊ីលើកហេតុផលថាអ៊ុយក្រែនចូល NATO និងការសម្លាប់រង្គាលនៅក្នុងតំបន់ដុនបាសឥឡូវមកមើលសង្គ្រាមទី2ដែលទើបតែនឹងកើតឡើងថ្មីនេះនោះគឺសង្គ្រាមរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលវាយប្រហារមកលើប្រទេសអ៊ីរ៉ង់មូលហេតុដែលការវាយប្រហារមួយនេះទាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើកហេតុផលថាប្រទេសអ៊ីរ៉ង់កំពុងតែផលិតអាវុធនុយក្លេអ៊ែរដូច្នេះហើយធ្វើឲ្យសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបើកការវាយប្រហារមកលើប្រទេសអ៊ីរ៉ង់នៅព្រឹកព្រលឹមថ្ងៃទី28ខែកុម្ភៈឆ្នាំ2026នេះដោយក្នុងនោះសហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែលបើកការវាយប្រហារដោយយន្តហោះចម្បាំងច្រើនប្រភេទច្រើនគ្រឿងមកទល់នឹងពេលនេះមានចំនួនប្រមាណជា5,000 ទីតាំងឯណោះនៅគ្រប់ទីតាំងនៃប្រទេសអ៊ីរ៉ង់ដែលមាន31ខេត្តនិងមានផ្ទៃក្រឡា1,60,000 ម៉ែត្រក្រឡាដែលការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់នោះផ្ដោតការវាយប្រហារសំខាន់ទៅលើមូលដ្ឋានទ័ពយោធាកន្លែងផលិតមីស៊ីលទីតាំងរដ្ឋាភិបាលនិងសន្តិសុខសំខាន់របស់ប្រទេសអ៊ីរ៉ង់ដែលមានទីតាំងការវាយប្រហារដោយដែលខ្ញុំបានជម្រាបជូនប្រមាណជា 5,000 ទីតាំងមកទល់នឹងពេលនេះសង្គ្រាមមួយនេះគឺមានរយៈពេល10ថ្ងៃគត់ហើយបានធ្វើឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់បានស្លាប់ប្រមាណជា1,200 ទៅ 1,300 នាក់នេះបើតាមប្រភពសារព័ត៌មាន BBC ក៏ដូចជាសារព័ត៌មាន Financial Times នៅក្នុងនោះបានធ្វើឲ្យពលរដ្ឋអ៊ីរ៉ង់រងរបួសប្រមាណជា 6,000 នាក់និងធ្វើឲ្យរាប់សិបសែននាក់ទៀតនៃប្រជាពលរដ្ឋរបស់អ៊ីរ៉ង់បានភៀសខ្លួនជាពិសេសចេញពីទីក្រុងតេហេរ៉ង់នេះតែម្ដងហើយធ្វើឲ្យថ្នាក់ដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់បានស្លាប់បាត់បង់ជីវិតជាច្រើនអ្នកផងដែរនេះគឺជាសង្គ្រាមទី2
ដែលការវាយប្រហាររបស់សហរដ្ឋអាមេរិកជាមួយអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ដោយលើកហេតុផលថាប្រទេសអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរដូច្នេះទាំងសង្គ្រាមទី1សង្គ្រាមរុស្ស៊ីអ៊ុយក្រែនសង្គ្រាមអាមេរិកអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់ខ្ញុំមិនលើកយកមកបញ្ជាក់ជម្រាបជូនប្រិមិត្តថាខាងណាខុសខាងណាត្រូវនោះទេប៉ុន្តែសង្គ្រាមទី3ខាងក្រោមនេះខ្ញុំចង់ឲ្យប្រិមិត្តធ្វើការយកចិត្តទុកដាក់ដែលជាសង្គ្រាមផ្ទាល់ដែលជាការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជារបស់យើងការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជារបស់យើងគឺមាន2លើកទី1មានរយៈពេល7ថ្ងៃកាលពីខែកក្កដាឆ្នាំ2025និងលើកទី2រយៈពេល21ថ្ងៃកាលពីខែធ្នូឆ្នាំ2025កន្លងទៅក្នុងសង្គ្រាមទាំងពីរជុំរបស់ប្រទេសថៃធ្វើការឈ្លានពានមកលើប្រទេសកម្ពុជាដោយថៃលើកហេតុផលថាដើម្បីបង្ក្រាប scam online នៅលើប្រទេសកម្ពុជាហេតុផលដែលថៃបានលើកដើម្បីធ្វើការវាយប្រហារប្រទេសកម្ពុជាហើយប្រាប់ទៅពិភពលោកថាគឺដើម្បីបង្ក្រាបសកម្មភាព scam online ឬក៏ការបោកប្រាស់ផ្សេងៗតាមបណ្ដាញ online នៅលើទឹកដីរបស់ប្រទេសកម្ពុជានេះគឺជាហេតុផលដែលប្រទេសថៃបានប្រាប់ទៅអន្តរជាតិលោកអនុទីនបាននិយាយប្រមុខថ្នាក់ដឹកនាំយោធារបស់ប្រទេសថៃបាននិយាយប្រមុខការទូតរបស់ប្រទេសថៃបាននិយាយពិសេសលោកសីហសៈភួងកេតកែវប្រិមិត្តបងប្អូនគួរចាំឈ្មោះគាត់និងគួរចាំមុខប្រភពរបស់គាត់ផងដែរសង្គ្រាមទាំងពីរជុំនោះបានធ្វើឲ្យពលរដ្ឋកម្ពុជាស្លាប់ប្រមាណជា50នាក់រងរបួសប្រមាណជា90នាក់និងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាភៀសសឹកពីតំបន់នៃការផ្ទុះអាវុធមានប្រមាណជា50,000នាក់ឯណោះដែលធ្វើឲ្យប្រទេសកម្ពុជាខូចខាតនៅហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនធ្វើឲ្យទីតាំងយុទ្ធសាស្ត្រសំខាន់របស់ប្រទេសកម្ពុជាត្រូវបានថៃឈ្លានពាននៅក្នុងនោះយោធារបស់ប្រទេសថៃបានចូលមកជ្រៅនិងរំលោភបំពានឈរជើងនៅលើទីតាំងរបស់ប្រទេសកម្ពុជាមកទល់នឹងត្រឹមពេលនេះយោធារបស់ប្រទេសថៃកំពុងតែដាក់ទូកុងតឺន័ររាយបន្លាលោះជីកធ្វើលានដ្ឋានឈប់បំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋក៏ដូចជាកំពុងតែដាំបង្គោលធ្វើព្រំដែនដោយខុសច្បាប់ជាឯកតោភាគីដែលមានសកម្មភាពច្រើនទៀតដែលយោធាថៃកំពុងតែបង្កហេតុមកលើប្រទេសកម្ពុជាចេតនារបស់ប្រទេសថៃគឺនៅតែចង់ឲ្យមានសង្គ្រាមជុំទី3កើតឡើងជាពិសេសនៅក្នុងកលៈទេសៈដែលពិភពលោកកំពុងតែកលហលហើយស្ថានភាពរបស់ពិភពលោកកំពុងតែអនាធិបតេយ្យការវាយប្រហារគ្នាសង្គ្រាមកើតមាននៅក្នុងអឺរ៉ុបគឺសង្គ្រាមរុស្ស៊ីអ៊ុយក្រែននៅអាស៊ីរបស់យើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ារវាងអ៊ីស្រាអែលជាមួយនឹងប្រទេសអ៊ីរ៉ង់នៅអាស៊ីខាងត្បូងរវាងប៉ាគីស្ថានជាមួយនឹងអាហ្គានីស្ថាននិងនៅអាស៊ីអាគ្នេយ៍របស់យើងយោធាថៃនៅតែបង្កសកម្មភាពធ្វើការគំរាមកំហែងដើម្បីបញ្ឆេះនៅសង្គ្រាមជុំទី3មកលើប្រទេសកម្ពុជាដែលគេនៅតែចិញ្ចឹមចិត្តនឹងការលាបត្របាក់ដណ្ដើមយកទឹកដីរបស់ប្រទេសកម្ពុជាដោយដែលខ្ញុំបានជម្រាបជូនប្រិមិត្តថាសង្គ្រាមទាំង3នេះសង្គ្រាមរុស្ស៊ីអ៊ុយក្រែនរុស្ស៊ីលើកហេតុផលថាអ៊ុយក្រែនចូល NATO សង្គ្រាមអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់សហរដ្ឋអាមេរិកលើកហេតុផលថាអ៊ីរ៉ង់ផលិតនៅក្របបែកនុយក្លេអ៊ែរសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជាដោយថៃលើកហេតុផលថាគេបង្ក្រាបអនឡាញនេះជាអ្វីដែលគេប្រាប់ទៅអន្តរជាតិប៉ុន្តែធៀបពិតជាសង្គ្រាមឈ្លានពានទឹកដីមកលើប្រទេសកម្ពុជារបស់យើងធ្វើការវាយប្រហារមកលើប្រទេសកម្ពុជាហើយលាបពណ៌ប្រទេសកម្ពុជារបស់យើងទៀតថ្មីនេះលោកសីហសៈភុងកេតកែវបានថ្លែងនៅវេទិកាអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថាតើប្រទេសកម្ពុជាចង់បានសន្តិភាពទំនាក់ទំនងល្អឬក៏បន្តសង្គ្រាមនិងការវាយប្រហារគ្នាបន្ថែមទៀតនេះគឺជាពាក្យសម្ដីគំរាមដែលផ្ទាល់មកលើប្រទេសកម្ពុជារបស់យើង